Alo អ្នកនរគ្នានេះជាកម្មវិធី download រូបភាពពី Facebook ដែលខ្ញុំដាក់ឲ្យប្រើឥតគិតថ្លៃអញ្ចឹងកម្មវិធីនេះគឺមានរូបរាងបែបនេះអ្នកនរគ្នាអាចបដូរភាសាបាននេះខ្ញុំដាក់4-5ភាសាយើងអាច import file ប្រភេទ link រូបភាពអានេះយើង download តាម link រូបភាពទេ link ដែល support គឺបែបនេះអ្នកនរគ្នាចូលមកកន្លែងរូបភាពហើយអាចប្រើ link scraper ដើម្បី copy បែបនេះវីដេអូពេញខ្ញុំនឹងដាក់នៅក្នុង Telegram អានេះខ្ញុំគ្រាន់តែ demo ទេអ្នកនរគ្នាអាចចូលទៅ download tool នេះនៅក្នុង Telegram ដែលខ្ញុំដាក់ link ឲ្យនៅក្នុង comment ហើយនិងក្នុង description ហ្នឹង download ហើយខ្ញុំមានវីដេអូរបៀបតម្លើងនិងរបៀបប្រើអញ្ចឹងគ្រាន់តែ pass link មកយើងរើសទីតាំង save ហើយយើងចង់ save រូបភាពទុកកន្លែងណាអញ្ចឹងពេលយើង download បើកុំព្យូទ័រឬក៏អ៊ីនធឺណិតអ្នកនរគ្នាយ៉ាងលឿនអាចដាក់អានេះឲ្យខ្ពស់តិចមក3ឬក៏4 5តាមហ្នឹងមកអញ្ចឹង download នឹងលឿនអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ Telegram មកហើយចុចdownload ហើយនឹងមានរបៀបដំឡើងនៅហ្នឹងអ្នកនរគ្នាអាច download យកប្រើឥតគិតថ្លៃអញ្ចឹងនៅពេលនេះវាចាប់ដើមដើរនេះអញ្ចឹងយើងដាក់ link ប្រហែលគឺវា down បានប៉ុណ្ណឹងអញ្ចឹងវានឹងបង្កើត folder មួយឈ្មោះpage របស់យើងណាឥឡូវខ្ញុំមើលនៅក្នុង desktop របស់ខ្ញុំវានឹងបង្កើត folder មួយនេះវានឹងបង្កើតឲ្យហើយវា download high quality រូបឲ្យហ្មងរូបច្បាស់ណាក្នុង page យើងរូបច្បាស់ប៉ុណ្ណាគឺវា download ច្បាស់ឲ្យប៉ុណ្ណឹងនេះហើយផ្នែកនេះខ្ញុំ note ចំណាំនេះ tool នឹង free អត់មានលក់ទេបើសិនអ្នកណាបានទិញគឺអ្នកប្រកាសជាត្រូវចាញ់បោកគេហើយ tool នេះខ្ញុំ free ទេប្រើបានរហូតអញ្ចឹងរបៀបប្រើរបៀប config tool ឲ្យដើរគឺនៅក្នុង Telegram អ្នកនរគ្នាចូលទៅមើលទៅដែលខ្ញុំដាក់ link ឲ្យណាអញ្ចឹង26រូបនេះផ្លែហើយបាទនឹងអ៊ីនធឺណិតខ្ញុំយឺតផងអ៊ីនធឺណិតលឿនយ៉ាងហ្នឹងទៀតហើយដាក់នេះឲ្យធំតិចមកដាក់10អីក៏បានដែរតាមមកផ្លឹបទៅហើយអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងតាក់ទងជាមួយនឹងការdemo តាក់ទង tool download រូបភាពដែលខ្ញុំ free ឲ្យអ្នកនរគ្នាប្រើពី Facebook